បងប្អូនអ្នកខ្លះដែលប្រើ iPhone ហើយវាទីយើងអាប់ដេតកម្មវិធីពេលអាប់ដេតមកវាទីយើងវាយជាមួយនឹង Apple ID ចាស់ហើយបងប្អូនភ្លេចបាត់ហើយពួកបងប្អូនបាន login ជាមួយនឹង Apple ID ថ្មីអញ្ចឹងវីដេអូនេះបងប្អូនមិនចាំបាច់លុប app ចោលរួចធ្វើការតឡើង app មករួច set up ម្ដងទៀតទេអញ្ចឹងខ្ញុំនឹងប្រាប់ពីដំណោះស្រាយទៅកាន់បងប្អូនទាំងអស់គ្នាដោយមិនចាំបាច់ធ្វើការលុបទេណាអញ្ចឹងទោះបីយើងប្រើ Apple ID ថ្មីក៏ដោយយើងអាច update បានធម្មតាសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបupdate app នៅលើ iPhone ដោយមិនចាំបាច់ធ្វើការលុបទេបងប្អូនចូលមកកាន់ setting ទូរស័ព្ទបងប្អូនរួចចុចទៅលើ general ហ្នឹងមកតបមកបងប្អូនចុចទៅលើពាក្យ storage ហ្នឹងអូខេខ្ញុំសូមបង្ហាញយឺតម្ដងទៀតបងប្អូនចុចទៅលើពាក្យ general រួចហើយចុចទៅលើ iPhone storage តបមកបងប្អូនអូសមកក្រោមមកយករក app ដែលបងប្អូនចង់ download អានេះខ្ញុំឧទាហរណ៍ជាមួយនឹង Nokia Accelida ណាអញ្ចឹងបងប្អូនចុច offload app ហ្នឹងមួយមកហើយចុចវាម្ដងទៀតមកអញ្ចឹង app ហ្នឹងនឹងបិទនៅក្នុងទូរស័ព្ទរបស់យើងហើយបន្ទាប់មកយើងចូលមកកាន់បងប្អូនឃើញសញ្ញានេះវាបិទហើយអត់ឲ្យយើងប្រើការទេនៅក្នុងទូរស័ព្ទដៃហ្នឹងអញ្ចឹងយើងចូលមកកាន់ App Store របស់យើងមកយើងធ្វើការ search ជាមួយនឹង app ដែលយើងចង់ download មិញហ្នឹងមកណាឧទាហរណ៍ Accelida ហ្នឹងអូខេអញ្ចឹងពេលដែលបងប្អូនចុចមកវានឹងមានពាក្យថា get ឲ្យបងប្អូនគ្រាន់តែចុច get ហ្នឹងមកហើយរងចាំឲ្យវាដំណើរការពេញមកណាយើងចុច install វាទៅតមកវាយ Apple ID ដែលនៅជាប់ក្នុងទូរស័ព្ទរបស់យើងហ្នឹងអូខេឥឡូវយើងវាយ Apple ID តិចសិនពេលបងប្អូនវាយ Apple ID រួចបងប្អូនចុច sign in ហ្នឹងមកអូខេអញ្ចឹងវានឹងធ្វើការ download តឡើងកម្មវិធីហ្នឹងចូលមកក្នុងទូរស័ព្ទដៃរបស់យើងវិញហើយអញ្ចឹងពេលដែលបងប្អូនចូលមកប្រើណាពេលបងប្អូនចូលមកប្រើគឺបងប្អូនអត់ចាំបាច់ login account ចូលម្ដងទៀតទេឬក៏យើង set up account ថ្មីនោះទេគឺបងប្អូន download មកប្រើបានធម្មតាតែម្ដងអត់ហត់យើងតឡើងកម្មវិធីម្ដងទៀតទេអូខេណាអញ្ចឹងដំណោះស្រាយមួយនេះគឺល្អសម្រាប់បងប្អូនដែលប្រើ iPhone ហើយឧស្សាហ៍ភ្លេចជាមួយនឹង Apple ID ចូលចិត្តបង្កើត Apple ID ថ្មីអីចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត